វាច្បាស់ណាស់ថាយើងម្នាក់ៗមិនអាចត្រឡប់ពេលវេលាទៅក្រោយឬក៏អាចថា time travel ទៅខាងក្រោយវិញបានទេប៉ុន្តែបើក្នុងករណីថាបើសិនជាខ្ញុំអាចមានពេលវេលាមួយខ្ញុំអាចត្រឡប់ពេលថ្ងៃក្រោយបាននេះគឺជាបើចំណុចធំៗដែលខ្ញុំគិតថាខ្ញុំគួរតែ keep វានៅពេលដែលខ្ញុំចាប់ផ្ដើមជាមួយនឹងការសិក្សាទៅលើជំនាញ graphic design នេះទៅមុខទៅហើយខ្ញុំគិតថាបើចំណុចនេះក៏ជារបស់មួយដែលអាចជួយឲ្យគ្នាយើងដែលទើបតែចាប់ផ្ដើមទៅមុខទៅមានផ្នែកគំនិតមួយដែលល្អហើយនឹងវិជ្ជមានអញ្ចឹងបើចំណុចនេះគឺទីមួយតកតទៅនឹងការដែលយើងcopy ការងារពីគេតើតើនឹងកន្លែងចំណុចមួយនេះខ្ញុំអត់លើកទៅចិត្តឲ្យអ្នកនរគ្នា copy ការងារពីគេក្នុងករណីដែលយើងធ្វើការឲ្យគេទេប៉ុន្តែខ្ញុំស្នើឬក៏ខ្ញុំចង់ឲ្យអ្នកនរគ្នាអាចរៀនសូត្រពីគេបាននៅកំឡុងពេលដែលយើងកំពុងតែចាប់ផ្ដើមដំបូងឧទាហរណ៍ជាក់ស្ដែងការចាប់ផ្ដើមរបស់ខ្ញុំពីដំបូងក៏ដូចគ្នាដែរនេះគឺបែរថាយើង pick ទៅលើ artwork ណាមួយឬក៏យើងជ្រើសរើសទៅលើ artwork ណាមួយដែលជា artwork ដែលយើងស្រឡាញ់ដែលយើងចូលចិត្តឬក៏អាចថាជាការងាររបស់នរណាម្នាក់ដែលជានិមិត្តរូបរបស់យើងដែលជា idol របស់យើងអញ្ចឹងទៅយើងព្យាយាមយក artwork ដែលយើងស្រឡាញ់នោះយកមកអង្គុយធ្វើតាមព្រោះគាត់គឺ copy ផាសហ្មងសឹងថាអូខេគាត់ដាក់អក្សរឯហ្នឹងមួយខ្ញុំដាក់អក្សរឯហ្នឹងមួយដែរខ្ញុំធ្វើហើយខ្ញុំអង្គុយវិភាគមើលថាតើមានអីដែលជាលក្ខណៈខុសគ្នាពីរវាង artwork របស់ខ្ញុំឬក៏ការងាររបស់ខ្ញុំទៅលើការងារដែលខ្ញុំស្រឡាញ់ហ្នឹងតើវាមានពីលក្ខណៈខុសគ្នាបែបណាអញ្ចឹងរបស់នេះគឺវានឹងជួយ improve ការងាររបស់យើងពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈយើង copy ការងាររបស់នរណាម្នាក់យកមកធ្វើប៉ុន្តែនៅក្នុងនេះដូចខ្ញុំបានប្រាប់ម្ដងទៀតគឺខ្ញុំអត់ចង់ឲ្យគ្នាយើងយកការងារដែលយើងធ្វើ copy ពីគេហ្នឹងដើម្បីយកទៅធ្វើការទេបែរថាក្នុងកំឡុងពេលដែលយើងសិក្សាក្នុងកំឡុងពេលដែលយើងចាប់ផ្ដើមដំបូងនៅក្នុងការងារមួយនេះវាគឺជារឿងដែលល្អខ្ញុំគិតថាយើងមិនបាច់ចាំទៅប្រើឬក៏បានថាយើងមិនបាច់ចាំទៅខ្វាយខ្វល់ច្រើនទៅលើអា creative concept នឹងខ្លាំងពេកទេអ្វីដែលសំខាន់គឺយើងត្រូវធ្វើម៉េចដើម្បីឲ្យការងារទាំងអស់នេះយើងធ្វើនេះគឺបាន complete វាសិនគឺយើងត្រូវគិតពីបរិមាណបានច្រើននៅពេលដែលយើងចាប់ផ្ដើមការងារដំបូងជាទីពីរនេះគឺតកតងទៅនឹងការបើកចិត្តឲ្យទលាក្នុងការទទួលយកនៅពាក្យរិះគន់ឬក៏មតិរិះគន់ផ្សេងៗដែលគេនិយាយមកកាន់យើងក្នុងកំឡុងពេលដែលយើងកំពុងតែធ្វើការសិក្សាអានេះគឺខ្ញុំឃើញគ្នាយើងច្រើនដែលជាអ្នកដែលទើបតែចាប់ផ្ដើមដំបូងនៅក្នុងវិស័យមួយនេះគឺនៅពេលដែលគ្នាយើងដែលគេនិយាយឬក៏គេ comment ទៅលើចំណុចណាមួយពីច្រើនពេលខ្លះវាមិនច្រើនពេកគាត់ថាមានមួយចំនួនគ្នាយើងមួយចំនួនខ្ញុំមើលឃើញជាក់ស្ដែងណាគឺពីច្រើនយើងតែងតែប្រើលេសណាមួយដើម្បីមករៀបរៀងឬក៏បែរថាយើងប្រើលេសណាមួយដើម្បីមក reply តបទៅ comment ដែលគេបាន commentប្រាប់យើងវិញថាឧទាហរណ៍ថាartwork នេះមនុស្សដូចរៀងធំពេកបើសិនជារៀងតូចជាងនឹងតិចប្រហែលជាអាចស្អាតជាងនឹង and then យើងក៏បង្កើតទៅលើគំនិតមួយឬក៏បង្កើតទៅលើចំណុចណាមួយដើម្បីមកប៉ះបើអាកន្លែងនេះដើម្បីឲ្យធ្វើម៉េចយើងមានអារម្មណ៍ថាយើងល្អយើងមិនមែនខុសអញ្ចឹងទេដោយសារតែយើងចង់អញ្ចឹងប៉ុន្តែទៅខ្ញុំគិតថារបស់ទាំងអស់នេះគឺអាចនិយាយបានថានៅពេលដែលយើងបើកចិត្តអាចទលានៅក្នុងការទៅយកចំណុចទាំងអស់ហ្នឹងយើងមើលជាក់ស្ដែងយើងអាចប៉ាន់ស្មានមើលខ្លួនឯងថាតើចំណុចទាំងអស់ហ្នឹងដែលយើងបានធ្វើនឹងអីដែលគេបាននិយាយតើវាអាចនឹងអញ្ចឹងមែនអត់អានេះគឺជាចំណុចមួយដែលខ្ញុំគិតថាល្អមែនទេក្នុងការដែលយើងយកមកវិភាគយកមកគិតពិចារណាដោយសារតែខ្ញុំគិតថាក្នុងនាមជាអ្នកដែលចេះជំនាញនេះដូចគ្នាគឺគេមិននិយាយធ្វើម៉េចឲ្យយើងអាក្រក់ឯងពីច្រើនដោយសារតែឃើញកន្លែងហ្នឹងវាទៅបានគេប្រាប់អានេះគឺក្នុងបទពិសោធន៍របស់ខ្ញុំផ្ទាល់គឺខ្ញុំជួបបែបហ្នឹងប៉ុន្តែបើសិនក្នុងករណីណាគ្នាជួបជាមួយនឹងបទពិសោធន៍ផ្សេងអាចថាគេនិយាយដើម្បីជាប់ផ្លេចយើងយកហ្មងអាហ្នឹងយើងបាច់ទៅស្ដាប់ទេប៉ុន្តែក្នុងករណីដែលយើងមើលទៅគឺបានថាអ្វីដែលគាត់និយាយអ្វីដែលគាត់ comment ទៅលើ artwork របស់យើងក៏ការងាររបស់យើងហ្នឹងពីក្នុងនៃវិជ្ជមានអញ្ចឹងយើងគួរតែយកវាមកគិតពិចារណាហើយយើងកែសម្រួលវាអានេះគឺចំណុចទី2ចំណុចទី3នេះគឺតកតងនឹងការរៀនអំពីមនុស្សជុំវិញខ្លួនការរៀនអំពីមនុស្សជុំវិញខ្លួននេះគឺវាជារឿងមួយដែលធ្វើឲ្យការងាររបស់យើងវិវត្តបានលឿនមែនតើខ្ញុំធ្លាប់បានសិក្សាច្រើនតកតងទៅនឹងការងារជាច្រើនមិនថានៅលើអ៊ីនធឺណិតមិនថានៅលើ Facebook ដែលជា social media របស់យើងកាលពេលដែលយើងចាប់ផ្ដើមទៅគឺយើងមាន 1K ហើយយើងមាន Pinterest ដែលជា website សម្រាប់ធ្វើការចូលទៅមើល account ផ្សេងៗដែលអ្នកដទៃដូចជា graphic designer ដូចគ្នាគាត់បាន upload ចូលទៅក្នុងនឹងជាដើមអញ្ចឹងការដែលយើងរៀនមើលរៀនធ្វើរបស់ទាំងអស់ហ្នឹងហើយវាជួយឲ្យយើង improve ទៅលើ creative របស់យើងហ្នឹងឯងអញ្ចឹងខ្ញុំគាត់ថាបើចំណុចនេះគឺអាចជួយអ្នកគ្នាបានល្អប្រសើរជាងមុនបើសិនជាអ្នកគ្នាកំពុងតែចាប់ផ្ដើមដំបូងក្នុងការជំនាញឬក៏អាជីពមួយនេះផងដែរហើយបើសិនជាអ្នកគ្នាចាស់ក្នុងការសិក្សាជាមួយនឹងថ្នាក់ជំនាញ graphic design នេះខ្ញុំក៏មានដូចគ្នាខ្ញុំមានតែថ្នាក់ beginner ថ្នាក់ advanced បើសិនអ្នកចាស់អារម្មណ៍មកធ្វើការឆាប់មកខ្ញុំបានអរគុណច្រើន